បាទជំរាបសួរបងប្អូនពីខ្ញុំមុន KH ឥឡូវយើងចូលដល់បញ្ហាទូដែកតាក់ទងនឹងទូដែកដដែលនៅក្នុងវីដេអូទី6អញ្ចឹងនៅក្នុងនេះគឺយើងនិយាយអំពីຂະຫນាតទូដែកគឺវាមានគេហៅថាទាវមធ្យមហើយនិងធំអញ្ចឹងដូចមនុស្សយើងអញ្ចឹងមានក្មេងមានវ័យកណ្ដាលមានវ័យចាស់នៅក្នុងសាសនាគេហៅថាពុទ្ធពធព្រះសង្ឃនៅក្នុងបាវចនាជាតិគេហៅថាជាតិសាសនាព្រះមហាក្សត្រអញ្ចឹងនៅលើលោកហ្នឹងគឺកិច្ចអត់ផុតទេត្រូវតែមាន3សំបីរុក្ខជាតិក៏មានស្លឹកមានផ្កានិងមានផ្លែគឺវាមាន3ទាំងអស់អញ្ចឹងហើយបានជាក្បួនខ្នាតនៅក្នុងការលក់ផលិតផលគេធ្វើមានខ្នាតបុកទេមាន1 2 3អញ្ចឹងទៅបាទអញ្ចឹងខ្នាតដែលធំជាងគេហ្នឹងគឺគេហៅថាទំហំកម្ពស់វាចន្លោះពី70ទៅ120 cm សង់ទីម៉ែត្រហើយទទឹងគឺ40ទៅ60សម្រាប់ជម្រៅបាទជម្រៅគឺ35ទៅ45សង់ទីម៉ែត្រអញ្ចឹងបងប្អូនយល់ទេកម្ពស់បានន័យថាវាបែបនេះពីលើចុះក្រោមបាទទទឹងពីស្ដាំទៅឆ្វេងអញ្ចឹងជម្រៅយើងលូកដៃចូលបាទអញ្ចឹងគឺអាហ្នឹងគឺពេញខ្នាតរបស់គេអ្នកខ្លះគេគិតថា88អញ្ចឹងទៅល្អអ្នកខ្លះគេគិតថា68ឬក៏78ឬក៏69 79អីចឹងទៅតាមការយល់ឃើញឬក៏តាមក្បួនខ្នាតហៅថាអាថ៌កំបាំងផ្សេងទៀតទៅតាមវិជានីមួយៗអញ្ចឹងពេលខ្លះខ្ញុំអត់និយាយថាខាងណាត្រូវខាងណាខុសទេពីព្រោះអីវាសុទ្ធតែមានហេតុផលរៀងៗខ្លួនអញ្ចឹងហើយគាត់ថានេះគេដាក់ជាគោលគឺទំហំរបស់វាគឺកម្ពស់70ទៅ120ទទឹង60ពី40ទៅ60ជម្រៅ35ទៅ45សង់ទីម៉ែត្រអាហ្នឹងគេហៅថាខ្នាតយើងអាចថាខ្នាតធំក៏បានខ្នាតមធ្យមក៏បានដែរបាទវាមានធំជាងនឹងមកវគ្គទៀតព្រោះអីយើងអត់យកមកនិយាយទេអាធំបំផុតតែនេះវាលក្ខណៈមធ្យមទេហើយបើទូចគឺកម្ពស់វា40ទៅ60ទទឹង30ទៅ40ហើយជម្រៅ25ទៅ35អាហ្នឹងខ្នាតតូចអាតូចដែលនេះហ្នឹងប៉ុន្តែបើនៅក្នុងរូបភាពដែលកំពុងហោះគ្រប់ពណ៌ហ្នឹងអាហ្នឹងអាធំអាហ្នឹងគឺយើងមិនបានយកមកនិយាយទេគឺខ្ញុំនិយាយតែខ្នាតតូចខ្នាតមធ្យមទេបាទអញ្ចឹងហើយគឺដើម្បីឲ្យមានប្រសិទ្ធភាពគឺទូដែកដូចយើងនិយាយដដែលអញ្ចឹងគឺទី1គឺទិសរបស់ផ្ទះទី2ម្ចាស់ផ្ទះទី3គឺគេហៅថាទំហំទីទៀតមានទំហំនៃបន្ទប់ទំហំនៃផ្ទះរបស់យើងទៀតហើយទំហំទូដែកហ្នឹងហើយពេលវេលាយើងដាក់ក៏ដូចជាគេហៅថាការសលេជាមួយនឹងមុខរបររបស់យើងផងដែរដើម្បីឲ្យយើងដឹងថាយើងគួរដាក់ពណ៌អីឬក៏យើងដាក់ទិសណាកុំឲ្យប៉ះពាល់ទៅមុខរបររបស់យើងហើយក៏កុំឲ្យប៉ះពាល់ទៅក្នុងជីវិតរបស់យើងទាក់ទងនឹងសុខភាពឬក៏ពាក់ព័ន្ធជាមួយក្រុមគ្រួសារពាក់ព័ន្ធនឹងប្តីប្រពន្ធឬក៏កូនចៅអីជាដើមវាមានធម៌ពលទាំងអស់ហ្នឹងដែលយើងត្រូវយកមកពិចារណានៅក្នុងវីដេអូក្រោយទៀតអញ្ចឹងប្រហែលជាសល់2វីដេអូទៀតបានចប់ដោយសារតែខ្ញុំអត់ហ៊ាននិយាយវែងកាលណាយើងនិយាយវែងទៅវាទី1គឺវាពិបាកបង្ហោះហើយទី2គឺបងប្អូនស្ដាប់យូរពេកធុញទេអញ្ចឹងយើងនិយាយតែ3 4 5នាទីហ្នឹងល្មមស្ដាប់ទៅចំណេះអីចង់ស្ដាប់ទៀតចាក់ស្ដាប់សាថ្មីទៅបាទអញ្ចឹងជាចុងក្រោយសូមអរគុណនិងជូនពរឲ្យបងប្អូនមានសុខភាពល្អទាំងអស់គ្នាសម្រាប់អ្នកដែលកំពុងមើលបាទអញ្ចឹងសូមជម្រាបលាហើយនឹងជួបគ្នានៅក្នុង